តែខ្ញុំចេះតែគិតថាទ្រព្យដែលយើងទុកឲ្យកូនដូចជាតិចពេកដូនតាអើយមេត្តាជួយកូនខ្ញុំផងអានរកណាអីក៏ចិត្តអាក្រក់ម្លេះលោកអើយមកចាប់កូនខ្ញុំសូមជូនរឿងក្តីស្រមៃពីរនាក់បងប្អូនរឿងនេះនិយាយពីគ្រួសារមួយដែលមានសមាជិក4នាក់គឺឪពុកម្ដាយកូនប្រុសម្នាក់និងកូនស្រីម្នាក់កូនច្បងមានឈ្មោះថាម៉ាប់និងកូនស្រីពៅមានឈ្មោះថាចន្ទធូគ្រប់គ្នានៅក្នុងភូមិនេះស្រឡាញ់រាប់អានគ្រួសារនេះណាស់រស់នៅក្នុងជីវភាពសមរម្យឪពុកម្ដាយរបស់ចន្ទធូមិនដែលបង្កចំនួនឬបង្កើតបញ្ហាឲ្យអ្នកភូមិឈឺក្បាលសោះឡើយក្តីស្រមៃរបស់ពួកគាត់គឺចង់ឃើញកូនមានសុភមង្គលនិងរស់នៅដោយសប្បាយរីករាយរហូតចង់បញ្ចប់នៃជីវិតថ្ងៃមួយដោយហេតុតែស្រឡាញ់កូននិងចង់ឲ្យកូនរស់ស្រួលពួកគាត់ក៏បានពិភាក្សាគ្នាអំពីរឿងចង់សន្សំទ្រព្យបន្ថែមទុកឲ្យកូនរស់នៅសពថ្ងៃនេះវាសប្បាយហើយតែខ្ញុំចេះតែចង់ឲ្យកូនមានបានជាងនេះដើម្បីកូនណាម៉ែវាយើងជាឪពុកម្ដាយចេះតែចង់ឲ្យកូនល្អអីចឹងហើយកូនយើងបានសុខសប្បាយបើកូនយើងពិបាកយើងក៏ពិបាកចិត្តតាមនឹងដែរណាពុកវានឹងហើយបានថាតែខ្ញុំចេះតែគិតថាទ្រព្យដែលយើងទុកឲ្យកូនដូចជាតិចពេកអាយុយើងនៅប្រឹងរកបានខ្ញុំចង់ធ្វើការរកស៊ីបន្ថែមម៉ែវាឯងយល់យ៉ាងម៉េចដែរភ្លាមនោះម៉ាប់និងចន្ទធូក៏ឮហើយដើរចូលមកពុកម៉ែផ្ដោក្តីស្រឡាញ់ឲ្យកូនច្រើនលើសលប់ណាស់ពេលនេះកូនធំអស់ហើយអាចចេះរៀនរកស៊ីចិញ្ចឹមខ្លួនឯងបានមុនពេលកូនរៀបការកូននឹងនាំពុកម៉ែដើរលេងនិងរស់នៅឲ្យបានសប្បាយតែទោះកូនការហើយក៏កូននៅចាំមើលថែពុកម៉ែដូចដើមពុកម៉ែកុំបារម្ភឲ្យតែកូនបានសុខទៅបានហើយពុកម៉ែមិនចង់បានអីពីកូនទេក្តីស្រមៃពុកម៉ែចង់ឲ្យកូនរស់ស្រួលតែក្តីស្រមៃកូនមិនខុសគ្នាប៉ុន្មានដែរពុកម៉ែហត់ហើយគួរទុកពេលឲ្យពួកកូនជាអ្នកមើលថែពុកម៉ែម្ដងបើពុកម៉ែចង់ធ្វើការគ្រាន់តែកំដរអបសុកពុកម៉ែធ្វើចោះតែកុំធ្វើដើម្បីកូនទៀតអីពេលនោះពួកគេក៏អោបគ្នាដោយក្តីស្រឡាញ់និងកក់ក្ដៅជាខ្លាំងក្រោយពេលម៉ាប់រៀនចេះច្រើនខាងជាងមាសគេក៏បានបើកធ្វើមាសតិចតួចនៅក្នុងតំបន់ដោយមានចន្ទធូជាអ្នកលក់ដូរពីមួយថ្ងៃទៅមួយថ្ងៃមុខរបររបស់ពួកគេចេះតែកាក់កបឡើងជាលំដាប់ក្រោយមកម៉ាប់ក៏ថែមកូនចៅពីរ3នាក់ដែលសុទ្ធតែជាមនុស្សទុកចិត្តបានមិនយូរប៉ុន្មានម៉ាប់ក៏បានភ្ជាប់ពាក្យជាមួយនារីរូបស្រស់ស្អាតដែលជាគូកំណាន់របស់គេគូដណ្ដឹងម៉ាប់ជាមនុស្សសុភាពរាបសារនិងចេះគិតគូណាស់ចិត្តដល់ថ្ងៃរៀបការទៅហើយរបររកស៊ីកាន់តែមមាញឹកតែជាអកុសលបែរជាពួកឈ្មួញខលខូចដែលច្រណែននឹងម៉ាប់បានចូលមកចាប់ម៉ាប់និងគូដណ្ដឹងទៅបាត់គ្មានដំណឹងជាយូរថ្ងៃគ្រួសារម៉ាប់ខំស្វះស្វែងរកគ្រប់ទិសទីតែមិនបានដំណឹងពួកគេក៏គិតថាម៉ាប់បានស្លាប់ទៅហើយកូនម្ដាយអើយថ្មនេះកូននៅឯណាដូនតាអើយមេត្តាជួយកូនខ្ញុំផងអានរកណាអីក៏ចិត្តអាក្រក់ម្លេះលោកអើយមកចាប់កូនខ្ញុំមានគេឃើញពួកវាច្រើនកូនយើងទម្លាក់ជ្រោះបើការពិតមែនគ្មានសង្ឃឹមទេឮភ្លាមម្ដាយអោនមុខយំយ៉ាងខ្លាំងឯបរោះជាប្តីបានត្រឹមអង្អែលខ្នងប្រពន្ធដោយឈឺចាប់បន្តិចក្រោយមកប្រពន្ធក៏ឈប់យំហើយនិយាយនឹងប្តីទាំងអួលដើមកខ្ញុំគិតថាយើងទៅធ្វើបុណ្យទៅបើកូនយើងនៅរស់សូមឲ្យបានសុខបើកូនស្លាប់សូមឲ្យបានទទួលផលបុណ្យយើងផងទៅឪវាគិតមិនដែរល្អរឿងនេះទុកឲ្យខ្ញុំជាអ្នកចាត់ចែងម៉ែវាឯងកុំបារម្ភ
ថ្លែងពីចន្ទធូឯណោះវិញក្រោយពីធ្វើបុណ្យឲ្យបងប្រុសមករលយប់នាងតែងតែយឺសពឃើញបងប្រុសរបស់នាងមកប្រាប់នាងឲ្យរឹងមាំខំពង្រីកកន្លែងហាងមាសរបស់គាត់និងជួយឪពុកម្ដាយឲ្យរស់នៅសុខស្រួលដោយក្តីស្រមៃដែលពួកគេធ្លាប់សន្យាជាមួយពុកម៉ែគេដំបូងចន្ទធូមិនដែលហ៊ានក្រោកឈរតស៊ូទេតែក្រោយគេសម្លឹងកន្លែងលក់មាសរបស់បងប្រុសយូរទៅគេក៏សម្រេចចិត្តបើកមុខរបរនេះឡើងវិញដោយមានមិត្តភក្តិជិតស្និទ្ធរបស់ម៉ាប់ជាអ្នកចាំជួយតែដោយចិត្តស្រឡាញ់បងប្រុសពេកថ្ងៃណាក៏ចន្ទធូចេះតែគិតថាបងប្រុសរបស់នាងនៅចាំជួយមើលថែកន្លែងលក់មាសរបស់គេជាសំណាងណាស់ថ្ងៃមួយដែលមាសកំពុងឡើងខ្លាំងម្ដាយបែរជាមានជំងឺត្រូវការប្រាក់ជាបន្ទាន់ស្រាប់តែមានឈ្មួញម្នាក់មកចង់ទិញមាសជាច្រើនពីនាងខ្ញុំចង់ទិញមាសនាង5ឈុតយកទៅផ្ញើប្រពន្ធកូនខ្ញុំតើនាងមានគ្រប់ឬទេតែសុំលោកចាំស្អែកបានខ្ញុំឲ្យដំណឹងបានទេដោយសារមានឈ្មួញផ្សេងគេទើបកំងដែរក្រែងមានមិនគ្រប់ជូនលោកនាងកុហកមិនសមហេតុផលសោះហាងមាសនាងធំណាស់ហេតុអីក៏គ្មានមាស5ឈុតនោះកុំបារម្ភខ្ញុំក៏ធ្លាប់ស្គាល់បងប្រុសនាងដែរខ្ញុំមិនបោកនាងទេខ្ញុំទៅវិញសិនហើយនេះលុយកក់5ថ្ងៃទៀតខ្ញុំមកយកមាសខ្ញុំចាឮបែបនេះនាងសប្បាយចិត្តណាស់មិត្តភក្តិបងប្រុសនាងក៏និយាយប្រាប់នាងតិចមិនអីទេគាត់ជាមនុស្សទុកចិត្តបានអរគុណហើយបងគិតទៅបងប្រុសខ្ញុំពិតជាល្អមែនបងមើលចុះគ្រួសារខ្ញុំកំពុងខ្វះប្រាក់ការលក់ដូរក៏ធ្លាក់ចុះសុកស្រាប់តែមានអ្នកមកកំងឡើងច្រើនទោះគាត់មិននៅក្បែរខ្ញុំតែបេះដូងគាត់ហាក់នៅក្បែរគ្រួសារនេះរហូតត្រូវហើយដើម្បីបងប្រុសចន្ទធូត្រូវតែរឹងមាំចាបងតាមពិតទៅម៉ាប់តែងតែតាមជួយចន្ទធូរហូតតែចន្ទធូមិនដែលដឹងថាជាគេឡើយរហូតដល់ថ្ងៃមួយស្រាប់តែម៉ាប់បង្ហាញខ្លួនគ្រួសារម៉ាប់សប្បាយចិត្តណាស់ឯចន្ទធូបែរជាស្រឡាំងកាំងពេលនោះទើបម៉ាប់ប្រាប់គេថាគ្រប់យ៉ាងដែលចន្ទធូគិតថាប្រលឹងបងប្រុសជួយនោះគឺគ្មានទេចន្ទធូខ្លួនឯងទេដែលរឹងមាំចាប់ពីថ្ងៃនោះមកពួកគេក៏រស់នៅយ៉ាងសុខសាន្តមិត្តភក្តិម៉ាប់បានរៀបការជាមួយចន្ទធូឯម៉ាប់ក៏បានរៀបការជាមួយគូដណ្ដឹងគេផងដែរពួកគេក៏បានសម្រេចក្តីស្រមៃដោយមើលថែឪពុកម្ដាយមិនឲ្យខ្វះចន្លោះដោយពាក្យពួកគេធ្លាប់សន្យាមែន